ុំដើរត្រង់ពេលថ្ងៃខ្ញុំមើលហើយកន្លែងនេះដើរបានជីងមីងទាញខ្ញុំរៀងលឿនបន្តិចមកចង់ជប់នឹងចង្កេះសិនទៅកុំដណ្ដើមគ្នាវ័យបើដណ្ដើមគ្នាគឺស្លាប់ទាំងអស់គ្នាលើហើយអញលែងយកវាហើយតែវាក៏ជារបស់មានតម្លៃដែរតើចុះរវាងជីវិតនិងរបស់ប៉ុណ្ណឹងមួយណាសំខាន់ជាងចាប់ឲ្យជាប់ឡើងមកម្ដងម្នាក់យឺតចាប់ខ្សែឲ្យជាប់អាយជួយខ្ញុំផងទាញទៅលឿនឡើងកូនឯងមិនអីទេប៉ាខ្ញុំមិនអីទេជីងធានយកអាទិត្យអញ្ចឹងឯងមកពីនេះធ្វើអីគេថាមកពីជីងមីងចាប់បានអញ្ចឹងពួកយើងក៏ចាប់បានដែរមកតាំងពីព្រលឹមដើម្បីដណ្ដើមកន្លែងល្អនឹងណាពិតជាមិនស្ដាយជីវិតមែនចុះមិនក៏ចាប់យកអាតូចអញ្ចឹងធ្វើអញ្ចឹងគឺបំផ្លាញសមុទ្រហើយជីងមីងថ្ងៃនេះបងជំពាក់កូនឯងហើយបងធំបងឯងមិនមែនជំពាក់ខ្ញុំត្រឹមពីនេះទេអ្វីដែលបងជំពាក់គឺការគោរពច្បាប់សមុទ្រមួយនេះមិនមែនឲ្យតែខ្លាំងអាចរកស៊ីបានទេពេលណាទឹកឡើងក៏ត្រូវដឹងផ្ទាំងថ្មមួយណាអាចជន់បានក៏ត្រូវមើលតាមតូចអាចចាប់បានអត់ចុងខ្ចៅគូជីកយូរអត់ក៏ត្រូវចេះគិតដែរថ្ងៃនេះពូបងមិនមែនមកទីនេះដើម្បីរៀនជំនាញដណ្ដើមឆ្នាំងបាយតែម្ដងបាននៅតែបន្តធ្វើផ្ទះយើងគ្មានអ្នកណាអាចពឹងសមុទ្រនេះរួចបានឡើយជីងមីងនិយាយត្រូវហើយចង់ទៅសមុទ្រត្រូវយកពីច្បាប់ជាមុនសិនមិនអាចលួចទៅទាំងកណ្ដាលយកបានទេចង់រៀនខ្ញុំអាចបង្រៀនបានប៉ុន្តែលក្ខខណ្ឌទី1គឺត្រូវគោរពច្បាប់ជីងមីងឥឡូវនេះពិតជាចាស់ទុំមែនតើគេពិតជាកែប្រែខ្លួនប្រកបមែនហើយជីងមីងខ្ញុំគិតថាឯងគួរតែធ្វើជាមេកោយទៅបើគ្រប់គ្នាចុះសមុទ្រឯកដាគង់តែមានរឿងទេយកបងបើជីងមិនរួចមានតែបង្កើតច្បាប់នឹងឯងរឿងផ្សេងទៀតចាំព្រឹកស្អែកនិយាយគ្នាអ្នកណាដែលចង់រកស៊ីតាមសមុទ្រស្អែកមកជួបគ្នានៅមុខភូមិថ្ងៃនេះជីងមីងនឹងបង្រៀនអ្នកទាំងអស់គ្នាពីរៀបរកស៊ីមិនមែនឲ្យពួកឯងទៅដណ្ដើមគ្នានៅសមុទ្រទេអ្នកណាដែលមិនគោរពតាមច្បាប់មានរឿងអីកើតឡើងក៏មិនទាន់តែចាត់បង្គាក្រាមសោះច្បាប់តាមសមុទ្រមិនមែនជារបស់នរណាម្នាក់ឯងទេចុះអាតូចបែបនេះអាចចាប់បានអីក៏មិនបានទូចក៏ជារបស់ហើយក៏មានសាច់ញ៉ាំអាតូចនេះហើយជាពូជសម្រាប់ឆ្នាំក្រោយបើបងឯងចាប់អាតូចអស់ថ្ងៃនេះចុះឆ្នាំក្រោយយកអីចាប់ចុះឆ្នាំបន្ទាប់ទៀតបានអីចាប់នោះការរកស៊ីពឹងសមុទ្រមិនមែនមានន័យថាត្រូវការយកតោះរបស់នេះអាចយកទៅលក់នៅភោជនីយដ្ឋានបានអត់មកក៏ញ៉ាំបានដែរតើបើយកទៅសញ្ញាឲ្យភោជនីយដ្ឋានចំណាយលុយទេគឺចាំបានរបស់ស្អាតអាចយកបង្គាមកទៅបបពេលគេបានតែម្ដងទេគេយកជុំទិញរបស់ពីភូមិផ្សេងតែគាត់មិនមែនមានតែខ្ញុំតែដល់អ្នកភូមិទាំងមូលតែក្រោយបាននរណាហ៊ានយករបស់ខូចទៅលីខ្ញុំនឹងមិនឲ្យចូលរួមក្នុងក្រុមរបស់នេះអ្នកណាដែលចង់រៀនគឺអាចតាមខ្ញុំមកតែអ្នកដែលមិនចង់គោរពតាមច្បាប់ត្រឡប់ទៅផ្ទះវិញឥឡូវនេះបានឃើញស្នាមទឹកសាមត្រង់នេះទេពេលទឹកស្រកដល់ត្រឹមនេះយើងទើបអាចចុះបានហើយពេលដែលខ្សែទឹកចាប់ដើមបបត្រូវប្រញាប់ឡើងគប់ភ្លាមហើយទាំងធំខ្មៅមួយនោះរអិលខ្លាំងណាស់ហាមជន់វាឲ្យសោះហាអ្នកសមុទ្រកុំចង់សម្ដែងរួមមួយទាំងនេះចាត់ទុកថាស្អាតឡើងវិញសូម្បីតែជីវិតក៏អាចបាត់បង់ដែររនក្រាមធំគឺមានមាត់រនទូលាយស្នាមកាយពុកសាច់ថ្មីនៅរំដាំតូចហាមប៉ះពាល់ដល់បង្គាសមុទ្រចូលចិត្តលាក់ខ្លួនក្នុងរណ្ដៅទៅបងសំណាញ់ត្រូវបងតាមបណ្ដោយខ្សែចុកចៅត្រូវជីកយកតែអាណាធំបានហើយអាតូចត្រូវកប់ទុកនៅកន្លែងដើមវិញអាតូចនេះដល់លេងវាទៅសមុទ្រវិញទៅបងធំបងជួយមើលកម្ពស់ទឹកសមុទ្រសិនទៅបាននរណាឃើញទឹកសមុទ្រចាប់ដើមឡើងត្រូវស្រែកហៅអ្នកទាំងអស់គ្នាឡើងគោកយកបងក្តាមធំត្រូវដាក់ដោយឡែកពីគ្នាដាច់ដោយឡែកដែរពួកខ្យងខ្ចៅត្រូវត្រាំឲ្យវាខ្ជាក់ខ្សាច់ជាងងាប់និងក្តាមងាប់ត្រូវរើសទុកសម្រាប់ញ៉ាំខ្លួនឯងគុំយកទៅលក់ឲ្យភោជនីយដ្ឋានឲ្យសោះច្បាប់វិន័យមិនមែនបង្កើតមកគ្រាន់តែសម្រាប់ការពារជីវិតនិងការពារឆ្នាំងបាយរបស់យើងថ្ងៃនេះលួចលាក់អាតូចពីចូលថ្ងៃស្អែកប្រកាសជាមានអ្នកហ៊ានលាអាងាប់ចូលជាក់ជាឈ្មោះនឹងការរកស៊ីគឺខូចដោយសារតែរឿងគ្រាន់តែផ្លត់ដៃប៉ុណ្ណោះថ្ងៃក្រោយកុំផ្លត់ដៃបែបនេះទៀតឲ្យសោះសមិទ្ធស៊ូទំនិញលើកនេះល្អជាងការពីម្សិលមិញទៅទៀតហើយក្តាមថ្មក៏សាច់ច្រើនទៀតខ្ចៅគឺលាងបានស្អាតល្អណាស់គឺគិតតាមដែលយើងរបស់រស់គិតតម្លៃរបស់រស់ចំណែករបស់ធម្មតាគិតតម្លៃធម្មតាយកព្រមទេខ្ញុំស្មានតែសមុទ្រមានតែមនុស្សប្រុសទើបអាចទៅបានតាមិននឹកស្មានថាគ្រាន់តែរើសខ្យងសោះក៏អាចចែកលុយបានដែរឲ្យតែអ្នកទាំងអស់គ្នាគោរពតាមច្បាប់អ្នកណាបញ្ចេញកម្លាំងអ្នកនោះនឹងទទួលបានលុយជីងមីងចុះថ្ងៃស្អែកយើងទៅម៉ោងប៉ុន្មានចាំគិតទៀតតោះពួកយើងលោកប្រធានក្រុមដ៏ឆ្នើមសម្រាប់ថ្ងៃនេះជួយទុកលុយនេះឲ្យបងផងបងទុកខ្លួនឯងទៅចុះលុយកាក់ក្នុងផ្ទះតាមពិតគួរតែប្រគល់ឲ្យអូនជាអ្នកគ្រប់គ្រងទៅត្រូវប៉ាថ្ងៃនេះយើងមានបបរបង្គាញ៉ាំអត់មានតាកូនហើយមានទាំងស៊ុបសាច់ក្តាមទៀតផងស៊ូជីងមីងយីថាឯងទៅតែមានបានហោះអញ្ចឹងហើយបានជាបងស្រីឯងនេះមកលេងឯងនឹងណាសង្ឃឹមថាឯងមិនកំណាញ់សំបីតែសាច់មួយម៉ាត់ទេដឹងសៀវសៀនៅផ្ទះអត់អ្នកបងថ្ងៃនេះមិនក៏មានពេលទំនេរមកលេងអញ្ចឹងមិនហ្នឹងខ្ញុំជាបងស្រីបង្កើតគ្រាន់តែមកមើលប្អូនប្រុសសោះមិនបានទេអីអ្នកបងម្ហូបមិនទាន់ឆ្អិនទេមិនទាន់ឆ្អិនយ៉ាងម៉េចគ្រាន់តែភ្លក់មើលសាប់ប្រៃសោះក៏មិនបានដែរអីអូយជីងមីងពិតជាមានបានមែនតានេះមានទាំងសាច់មានទាំងក្រណាត់ហើយថែមទាំងមានស្បែកជើងថ្មីទៀតចុះពេលបងស្រីឯងមកដល់ទីនេះពួកឯងប្រហែលជាមិនកំណាញ់សំបីតែសាច់មួយម៉ាត់ទេដល់តែគាត់មកដល់គឺលួចយករបស់មិនលុះពេលទេក្រណាត់នេះល្អប្រាណាស់ដានីកូនបងកំពុងតែចាំបងសុំយកវាទៅសិនហើយបងមិនបានទេនេះជាក្រណាត់សម្រាប់កាត់អាវឲ្យយីគ្រាន់តែជាក្មេងស្រីម្នាក់សោះស្លៀកពាក់ល្អធ្វើចុះដានីកូនបងក៏ជាក្មេងដែរមិនក៏គេស្លៀកមិនបាននោះអ្នកបងដាក់ក្រណាត់ចុះភ្លាមទៅជីងមីងឯងចង់មានន័យថាម៉េចខ្ញុំជាបងស្រីឯងគ្រាន់តែយកក្រណាត់បន្តិចបន្តួចសោះឯងស្ដាយម្លេះនេះគឺជារបស់ដែលខ្ញុំទិញឲ្យប្រពន្ធនិងកូនរបស់ខ្ញុំនរណាម្នាក់អាចយកវាបានឡើយយកទៅនេះពិតជាមិនធម្មតាមែនគ្រាន់តែរកលុយបានបន្តិចបន្តួចលែងចង់រាប់អានបងស្រីទៀតហើយប្រកាសជាមីកញ្ជ្រោងលីនស៊ីនេះវាចាក់រកឯងហើយមើលទៅអ្នកបងនិយាយស្ដីឲ្យវាសម្រុំបន្តិចលីនស៊ីគឺជាប្រពន្ធរបស់ខ្ញុំនាងគឺជាមនុស្សដែលគួរតែទទួលបានការគោរពបំផុតលីនជានាងមួយម៉ាត់ទៀតកុំបន្ទោសថាខ្ញុំមិនទុកមុខឲ្យបងឲ្យសោះ
អ្នកទាំងអស់គ្នាជួយមកមើលបន្តិចអូនប្រុសខ្ញុំឥឡូវមានលុយលេងស្គាល់បងស្រីបង្កើតហើយខ្ញុំគ្រាន់តែចង់យកសាច់និងក្រណាត់បន្តិចបន្តួចសោះសម្បាដូចជារឿងអីធំដុំអញ្ចឹងចុះបងឯងយករបស់ទាំងនោះទៅធ្វើអីដែរឆ្នាំមកនេះរបស់ដែលបងបានយកចេញពីមុនខ្ញុំងងមិនបានកត់ត្រាលីនស៊ីនាងបានកត់ត្រាទៅរមីឆ្នាំមុនយកម្សៅពោត2គីឡូដោយប្រាប់ថាយកទៅដេកប្រាប់ថាខ្ចី2 3ថ្ងៃប៉ុន្តែមិនដែរសុំឆ្នាំមុនយកខ្លាញ់ជ្រូកកន្លះកំប៉ុងនិងមីស៊ូ2ដុំហើយនៅមានស្បែកជើងរងាមួយគូរបស់យីយីទៀតក៏មិនទាន់សុទ្ធតែជាមនុស្សមួយគ្រួសារសោះឯងគិតគូច្បាស់លាស់ម្លេះកាលពីមុនខ្ញុំមិនគិតគូគឺមកពីខ្ញុំឈ្គួតតែឥឡូវនេះគឺត្រូវតែគិតគូខ្ញុំមិនអាចបណ្ដោយឲ្យលីនស៊ីនិងយីយីរងការគៀបសង្កត់ទៀតទេស៊ូជួយហ្វាពិតជាយករបស់ពីគេច្រើនមែនឲ្យតែគាត់មកម្ដងមិនដែលទៅវិញដែរទេឡើយគ្នាសុទ្ធតែបានឃើញស្រាប់ហើយតើអញកុំចេះតែជឿការញុះញង់របស់លីនស៊ីពេកនាងនឹងហើយដែលមិនចង់ឲ្យអញជួយបងស្រីបង្កើតនោះបងកុំទម្លាក់កំហុសលើនាងឲ្យសោះសម្ដីនៅថ្ងៃនេះគឺចេញពីមាត់ខ្ញុំផ្ទាល់ថ្ងៃក្រោយរបស់ក្នុងផ្ទះនេះអ្នកណាបញ្ចេញលុយទិញអ្នកនោះជាអ្នកសម្រេចសាច់នេះគឺខ្ញុំរកលុយពីការចុះសមុទ្រទិញក្រណាត់នេះគឺខ្ញុំទិញជូនប្រពន្ធនិងកូនរបស់ខ្ញុំចំណែកលុយទាំងនេះគឺលុយដែលចែកតាមកំណត់ត្រារបស់ក្រុមនេសាទថ្ងៃនេះការបែងចែកលុយក្នុងក្រុមចំណែករបស់គ្រួសារជីមីងគឺគេរកបានដោយសមត្ថភាពជួយហ្វាបើឯងពិតជាចង់ញ៉ាំគ្រឿងសមុទ្រទៅចុះឈ្មោះចូលក្រុមនេសាទទៅតែបញ្ចេញកម្លាំងគឺបានលុយចែកខ្ញុំបញ្ចេញកម្លាំងឬខ្ញុំចង់តែបានស្រាប់ទេនោះជាក្រណាត់ដែល